ជំរាបសួរបងប្អូនដែលធ្វើការនៅជប៉ុនហ្នឹងណាថ្ងៃនេះមានកិត្តិយសណាស់ដែលមានឱកាសមកបង្ហាញពីការរៀនភាសាជប៉ុនវាជាការរៀនត្រៀមភាសាជប៉ុន N4 ខ្ញុំនឹងអានតាមអត្ថបទនេះហើយនឹងបកប្រែហើយនឹងពាក្យមួយទៀតក៏វាមានចុងក្រោយមានវគ្គមួយហ្នឹងក៏មានការធ្វើតេស្តស្រួលនឹងដែរចំណងជើងគេនិហុងហ្គោញូរគឺស្កែងថៃសាកឺបានន័យថាការត្រៀមប្រឡងភាសាជប៉ុននិហុងហ្គោ challenge ឯកសារហ្នឹងបានឈ្មោះនិហុងហ្គោ challenge សារលបងនឹងភាសាជប៉ុនអានេះវាជាផ្នែកខាងខូតូបាហ្នឹងបានន័យថាវាជាដូចរៀនពីពាក្យណាពាក្យហ្នឹងគឺប្រើប្រាស់ក្នុងការប្រឡងយក N4 ហើយឯកសារមេរៀននេះជាដំបូងគេនឹងបញ្យល់យើងថាឯកសារហ្នឹងសម្រាប់ចំពោះពីណាគេហើយជាមីនីជាដំបូងこの本はសភៅហ្នឹងឯកសារហ្នឹង新しい日本語能力試験 N4 を受ける人ចំពោះអ្នកដែលចង់បានប្រឡងយក JLPT N4 ឬក៏入門が終わって初級後半の勉強を始めた人អ្នកដែលថាបានចូលរៀនជប៉ុនជាលើកដំបូងហួសពីដំណាក់កាលលើកដំបូងនឹងហើយចូលដល់គេហៅថាវគ្គចុងក្រោយនៃការសិក្សាភាសាជប៉ុនលើកដំបូងហ្នឹងあるいは生活の中でよく使われている言葉を勉強したい人ឧទាហរណ៍អ្នកដែលគាត់ចង់រៀនពាក្យដែលប្រើប្រាស់នៅក្នុងការរស់នៅរាល់ថ្ងៃហ្នឹងនោះថាមេនុの本ですអានេះសភៅហ្នឹងគឺនិពន្ធឡើងចំពោះអ្នក3ប្រភេទហ្នឹងこの本の特徴ចំណុចពិសេសឬក៏លក្ខណៈពិសេសរបស់សភៅហ្នឹងគឺវាមានទាំងអស់5ចំណុចទី1日本語能力試験 N4 レベルの生活の中でよく使われる言葉を勉強しますពាក្យដែលការប្រើប្រាស់ក្នុងជីវភាពរាល់ថ្ងៃហ្នឹងណាប៉ុន្តែកម្រិត N4約600言葉が話題場面ごとに分けられていますពាក្យដែលមាននៅក្នុងហ្នឹងទាំងអស់600ពាក្យដែលប្រើប្រាស់ទៅលើតាមប្រធានបទនិងទៅតាមទីកន្លែង絵や文章例文とともに効率よく無理なく覚えることができますមានរូបវាមានប្រយោគមានជាអត្ថបទប្រយោគឧទាហរណ៍ដូច្នេះហើយការរៀនសូត្រហ្នឹងគឺគួរទៅយកបានន័យថាវាអត់ខាតពេលវេលាមូរីណាគឺហើយក៏វាអត់មានចាំបាច់ខំប្រឹងចាំខ្លាំងណាស់ដែរបានន័យថាយើងរៀនតាមដំណើរក៏មេរៀនហ្នឹងក៏ស្រួលរៀន4ユニットに1回復習問題があるので覚えたかどうか確認できますនៅក្នុងនឹងវិច័យជា4វគ្គហើយវគ្គមួយហ្នឹងវាមានចុងក្រោយគឺមានលំហាត់ដូច្នេះហើយក្នុងលំហាត់ហ្នឹងយើងធ្វើទៅដើម្បីមេរៀនដែលយើងចាំពាក្យដែលយើងរៀនហ្នឹងគឺចាំឬក៏អត់ចាំ英語ポルトガル語の訳がついているので一人でも勉強できますវាមានការបកប្រែជាភាសាអង់គ្លេសឬក៏ភាសាប៉ូទុយហ្គាល់ដូច្នេះហើយពួកអ្នកដែលអត់ដឹងអត្ថន័យភាសាជប៉ុនហ្នឹងក៏បើសិនជាគេចេះភាសាអង់គ្លេសឬក៏ភាសាប៉ូទុយហ្គាល់គាត់ដឹងអត្ថน័ยដែរម្នាក់ឯងក៏រៀនបានដែរមិនចាំគ្រូអញ្ចឹងណាこの本は N4 レベルの言葉で日本人がよく使う表現になるように気をつけて作りましたគាត់ចង់និយាយថាសភៅហ្នឹងគឺសម្រាប់កម្រិត N4 ហើយនៅពាក្យដែលក្នុង N4 ហ្នឹងគឺគេចម្រាញ់តែពាក្យណាដែលជនជាតិជប៉ុនគេចូលចិត្តប្រើហើយយើងរៀនចេះទៅយើងអាចប្រើបានមកN4の試験を受けたい人もចំពោះអ្នកដែលមានគោលបំណងចង់ទៅប្រឡងយកភាសាជប៉ុន N4ក៏រៀនសភៅនឹងដែរ自然な日本語を学習したい人も使いますអ្នកដែលចង់ថារៀនភាសាជប៉ុនណាចង់ចេះភាសាជប៉ុនហ្នឹងក៏ប្រើប្រាស់បានដែរ例文や問題を通して頼みしながら勉強してくださいយើងរៀនវាមានពាក្យប្រយោគចង់និយាយថាឧទាហរណ៍ជាប្រយោគអីចឹងឬហើយជាមួយនឹង問題មានសំណួរយើងរៀនប្រយោគផងយើងធ្វើសំហាត់ផងដើម្បីឲ្យអ្នករៀនហ្នឹងអត់ធុញគាត់ដូចថាគាត់រៀនភាសាហ្នឹងដោយមានភាពសប្បាយចិត្តអ្នកសរសេរសភៅហ្នឹងគឺ Yamazaki Yukiko-san ឈ្មោះគាត់ណាឆ្នាំ2010
ខែ10អានេះប្រធានបទគេឬក៏គេហៅនេះね目次新しい日本語能力試験ứng dụngについてទំព័រទី6ហ្នឹងគេនិយាយពីភាសាជប៉ុន N4 នឹងភេទថ្មីទំនើបយ៉ាងនិយាយចឹងこの本の使い方12ហ្នឹងគាត់និយាយពីការប្រើប្រាស់សភៅនឹងការប្រើប្រាស់សភៅរៀនភាសាជប៉ុនហ្នឹង1スーパーで買い物ពាក្យដែលគេប្រើប្រាស់នៅក្នុងការទៅទិញអីវ៉ាន់នៅ mart ឬក៏នៅ supermarket នេះ shopping ពេលយើងទិញអីវ៉ាន់ណាពាក្យដែលប្រើពេលយើងទិញអីវ៉ាន់សាំងគីងចោមេវ៉ាគឺដូចថាមានការរំខានពីអ្នកជិតខាងយ៉ង子供の学校からの手紙ពាក្យតាក់ទងជាមួយនឹងសបុតដែលគេផ្ញើពីសាលាមកដែលថាអ្នកដែលគាត់មានកូនតូចអីទៅថ្នាក់ទី1អីចឹងណាបឋមសិក្សាក៏អនុវិទ្យាល័យ1から4複数問題1គឺមានលំហាត់ប្រឡងទី1ហ្នឹងចាប់ពីមេរៀនទី1រហូតដល់មេរៀនទី45番ヒコシពាក្យដែលតាក់ទងជាមួយនឹងការរើផ្ទះយើងរើទីកន្លែង6番ម៉ាជីនិយាយពីភូមិឋានស្រុកហ្នឹងទៅកន្លែងដែលយើងស្នាក់នៅហ្នឹង7番交通ពាក្យនិយាយពាក់ព័ន្ធជាមួយនឹងចរាចរណ៍ការធ្វើដំណើរ8道を尋ねるពាក្យដែលប្រើប្រាស់ទៅនឹងពេលដែលយើងសួរនាំផ្លូវគេ複数問題2ទី2គឺសរុបពី5ដល់លេខ8គឺហាណូ誕生日ថ្ងៃបុណ្យខួបកំណើតរបស់ម្ដាយជាparty និយាយពាក្យដែលពាក់ព័ន្ធជាមួយនឹង party បានន័យថាជប់លៀងឬក៏ញ៉ាំបាយជាមួយគ្នាហ្នឹងណា11 hotel の予約ពាក្យដែលពាក់ព័ន្ធជាមួយនឹងការកក់ហូតែល12旅行に行こうពាក្យដែលតាក់ទងលេខ12ហ្នឹងគឺពាក្យដែលតាក់ទងជាមួយនឹងគេធ្វើដំណើរខ្សុំដៃសាងលំហាត់ទី3គឺរំលឹកឡើងវិញពីមេរៀនទី9ដល់1213番アルバイトពាក្យដែលប្រើប្រាស់នៅពេលដែលយើងធ្វើការ part time job 14番会社ពាក្យដែលប្រើប្រាស់នៅពេលដែលយើងទៅធ្វើការនៅកន្លែងធ្វើការ15番 lunch time ពាក្យដែលប្រើប្រាស់នៅពេលដែលយើងសម្រាកពេលថ្ងៃបាយថ្ងៃ16番仕事ពាក្យដែលប្រើប្រាស់តាក់ទងជាមួយនឹងការធ្វើការសុខដៃមុនដៃយ៉ងលំហាត់ទី4ដែលសរុបពីមេរៀនទី13ដល់មេរៀនទី1617日本語勉強中ពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅពេលដែលយើងកំពុងទៅរៀនភាសាជប៉ុន17番大学生活ពាក្យដែលពាក់ព័ន្ធជាមួយនឹងការរស់នៅពេលដែលយើងជាសិស្សនៅមហាវិទ្យាល័យ19番将来の夢អានេះការសង្ឃឹមឬក៏ក្តីសង្ឃឹមនៅអនាគតរបស់យើងណា20番子供時代ចង់និយាយថាបកស្រាយឬក៏និយាយឡើងវិញនៅពេលដែលយើងនៅពីក្មេងសុខដៃមុនដៃក៏លំហាត់ទី5គឺសរុបពីមេរៀនទី17ដល់មេរៀនទី20នេះជួយច្បាំងខាហ្សេពាក្យដែលតាក់ទងដល់ពេលយើងក្រុនប្រាស្រ័យយើងប្រាស្រ័យណានេះយូនីបាំងអូតូស៊ីម៉ូណូពាក្យដែលប្រើប្រាស់នៅពេលដែលយើងបាត់របស់នេះយូ3番វ៉ាសេរម៉ូណូពាក្យដែលពាក់ព័ន្ធជាមួយនឹងការផ្លិចរបស់នេះជា4番ស៊ីបាយអានេះថាយើងធ្វើខុសឬក៏ថាបរាជ័យអញ្ចឹងណាឬមនដៃរកគឺលំហាត់ដែលរំលឹកឡើងវិញទី6គឺចាប់ពីមេរៀនទី21ដល់24នេះយូបាំងគីសេតពាក្យដែលប្រើប្រាស់នៅពេលដែលនៅក្នុងរដូវនីមួយៗនេះយូរកគឺតេងគីយ៉ូហូពាក្យដែលប្រើប្រាស់ពេលដែលគេផ្សព្វផ្សាយពីឧតុនិយមនេះយូណាណាបាំងជីកូពាក្យដែលប្រើប្រាស់នៅពេលដែលយើងមានគ្រោះថ្នាក់តាមផ្លូវគ្រោះចរាចរណ៍ឬក៏យើងមានតាមផ្លូវធ្វើដំណើរឬស្អីចឹងទៅណានេះជាហបាំងខាជីពាក្យដែលប្រើប្រាស់តាក់ទងជាមួយនឹងការមានអគ្គិភ័យ Fukushima ដៃណាណាលំហាត់ទី7គឺរំលឹកឡើងវិញពាក្យដែលពាក់ព័ន្ធមេរៀនទី25ទៅដល់មេរៀនទី28នេះគឺ手紙ពាក្យដែលប្រើប្រាស់ទៅនៅពេលសរសេរសម្បត្តិឬក៏ផ្ញើសម្បត្តិ30កែងកោពាក្យដែលពាក់ព័ន្ធជាមួយនឹងសុខភាព31ស៊ូមី hobby របស់យើងណាចំណូលចិត្តរបស់យើងនៅពេលទំនេរ32会話は難しいលេខ32ហ្នឹងគឺពាក្យដែលតាក់ទងជាមួយនឹងការនិយាយគ្នាវាមានការលំបាក Fukusu Mondai Haji លំហាត់ទី8ហ្នឹងគឺរំលឹកមេរៀនឡើងវិញពី29ដល់32 Matome no testo 1から4នេះចុងក្រោយប្រធានលំហាត់ដែលប្រឡងចុងក្រោយគេគឺមានពី1ទៅដល់4